បញ្ហាទុំក្លិនក្លៀកមែនទេកុំមើលរំលងរូបមន្តទាំងនេះបញ្ហាទុំក្លិនក្លៀកមិនពិបាកនឹងដោះស្រាយឡើយតើរូបមន្តធម្មជាតិអ្វីខ្លះជួយបំបត្តិក្លិនក្លៀកមិនល្អថ្ងៃនេះយើងនឹងបង្ហាញឲ្យដឹងពីរូបមន្តធម្មជាតិងាយប៉ុន្តែមានប្រសិទ្ធភាពបំបត្តិក្លិនក្លៀកល្អឆាប់រហ័ស1ទឹកក្រូចឆ្មាស្រស់នោះក៏ព្រោះតែក្រូចឆ្មាមានលក្ខណៈសម្បត្តិសម្រាប់មេរោគអ្វីដែលត្រូវធ្វើគឺគ្រាន់តែលាបទឹកក្រូចឆ្មាក្រោមក្លៀកជាការស្រេចអូខេហ្នឹងហើយអញ្ចឹងទឹកក្រូចឆ្មាហ្នឹងបងប្អូនគាត់តែចិត្តវាក៏បានដែរយើងយកទឹកវាលាបក៏បានដែរបងប្អូនមានបញ្ហាក្លិនក្លៀកគឺគ្រាន់តែចិត្តក្រូចឆ្មាជា2ហើយយើងយកលាបនៅសម្អាតក្លៀកយើងស្អាតហើយយើងយកវាមកលាបនៅក្លៀកយើងមកហើយយើងទុកវាចោលទៅហើយចម្លៀងចេញទៅវាជាការស្រេចហើយ2ប្រេងដូងអ្វីដែលត្រូវធ្វើគឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកឲ្យបានពី1ដងទៅ2ដងក្នុងមួយថ្ងៃក្រោយពេលងូតទឹករួចអូខេហ្នឹងហើយអញ្ចឹងគឺរូបមន្តហ្នឹងយើងចែកគ្នាដាច់បើសិនជាយើងលាបក្រូចឆ្មាគឺយើងមិនបាច់លាបប្រេងដូងទេបើសិនជាយើងមានប្រេងដូងគឺយើងមិនចាំបាច់លាបក្រូចឆ្មាតែអញ្ចឹងរូបមន្តទាំងអស់ហ្នឹងគឺយើងអាចសាកវាម្ដងមួយមិនមែនលាយចូលគ្នាទេ3ម្សៅ baking soda អូខេម្សៅ baking soda ហ្នឹងគឺយើងនិយាយឲ្យស្រួលស្ដាប់គឺម្សៅសូដាអ្វីដែលត្រូវធ្វើគឺគ្រាន់តែលាបម្សៅ baking soda ក្រោមក្លៀកជាការស្រេច4ប្រេងជីអង្កាមអ្វីដែលត្រូវធ្វើគឺគ្រាន់តែលាបប្រេងជីអង្កាមក្រោមក្លៀក5ទឹកពុលមាត់គ្រាន់តែប្រើប្រាស់បន្ទះសម្លៃជ្រលក់ទឹកពុលមាត់រួចលាបត្រង់ក្លៀកជាការស្រេចទឹកពុលមាត់កម្ចាត់ពពួកបាក់តេរីដែលបង្កក្លិនក្លៀកហើយធ្វើឲ្យអ្នកមានក្លិនស្រស់ស្រាយក្នុងរយៈពេលយូរអូខេហ្នឹងហើយអញ្ចឹងគឺរូបមន្តទាំង5មុខហ្នឹងបងប្អូនមានមួយណាគឺបងប្អូនធ្វើមួយហ្នឹងទៅបាទបើទឹកខ្ពុលមាត់ហ្នឹងយើងមានទឹកខ្ពុលមាត់យើងសម្អាតក្លៀកយើងហើយគឺយើងយកទឹកខ្ពុលមាត់ហ្នឹងដូចជាលក់សម្លៃហើយកូកណាត់អីមួយដែលស្អាតយើងយកជូតលើក្លៀកយើងមកវាធ្វើយើងនឹងបាត់ទុំក្លិនដែរប៉ុន្តែដែលជាបទពិសោធន៍ដែលខ្ញុំធ្លាប់ប្រើប្រាស់ហ្នឹងសាច់ជូរក៏អាចបំបត្តិក្លិនក្លៀកហើយធ្វើក្លៀកសទៀតសាច់ជូរហ្នឹងហើយបើសិនអត់មានទេគឺបងប្អូនគួរតែប្រើក្រូចឆ្មាគឺវាល្អមែនទែននៅក្នុងការកម្ចាត់ក្លិនក្លៀកអូខេអញ្ចឹងគឺវីដេអូខ្ញុំមានតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីល្អៗជាបន្តទៀតបាទសូមអរគុណសូមជម្រាបលា